บ้านจังថ្ងៃនេះខ្ញុំនឹងមកនិយាយអំពី10ចំណុចសំខាន់នៅពេលដែលយើងទិញប្រភេទម៉ូតូ Honda Dream ដែលប្រើប្រព័ន្ធភ្លើងប្រើប៊ិចណាហើយចំណុចនេះដែរក៏ជាពិសេសដែរសម្រាប់ការមើលថែទាំម៉ូតូយើងកុំឲ្យមានបញ្ហានៅថ្ងៃក្រោយណាអញ្ចឹងបើសិនជាបងប្អូនមិនទាន់បានទិញទេអាចមើលចំណុចនេះសិនឬក៏ទិញហើយក៏អាចមើលបានផងដែរបាទបញ្ជាក់សម្រាប់វីដេអូនេះគឺខ្ញុំធ្វើគឺខ្ញុំផ្ដោតសំខាន់ទៅលើប្រភេទម៉ូតូ Honda Dream ដែលប្រើប្រាស់ប៊ិចចាប់ពីឆ្នាំ2023រហូតដល់ឆ្នាំ2026បងប្អូនអរគ្នាអញ្ចឹងហើយសម្រាប់បងប្អូនដែលចូលមកមើលនេះគឺផ្ដោតសំខាន់ទៅលើម៉ូតូប៊ិចណាបញ្ជាក់គឺសម្រាប់តែប្រភេទប្រព័ន្ធភ្លើងប្រើប៊ិចនោះទេដោយសារតែវា copy band អញ្ចឹងហើយគឺយើងទៀមទាក្នុងការមើលថែទាំផ្សេងពីការប្រើប្រាស់ប្រភេទប្រើ band អូខេឥឡូវនេះគឺយើងចូលទៅមើលទាំងអស់គ្នាទៅដើម្បីយល់ដឹងអំពីការមើលថែទាំម៉ូតូគឺយើងត្រូវធ្វើបែបណាខ្លះអូខេជារីសុបាស្វាគមន៍មកកាន់ Channel សុងម៉ូតូ One អូខេថ្ងៃនេះគឺខ្ញុំមាន10ចំណុចពិសេសតែម្ដងគឺសម្រាប់បងប្អូនដែលចង់ទិញម៉ូតូអាសង់2023ឬមួយក៏បានទិញហើយអូខេឥឡូវនេះគឺយើងចូលទៅស្ដាប់មើលទាំងអស់គ្នាអូខេអញ្ចឹងហើយគឺខ្ញុំសូមបញ្ជាក់ផងតាក់ទងជាមួយនឹង10ចំណុចដែលខ្ញុំបាននិយាយនេះគឺចង់បង្ហាញអំពីចំណុចពិសេសក្នុងការទិញម៉ូតូឬក៏មិនទាន់បានទិញហើយគឺក្នុងការមើលថែម៉ូតូផងដែរអូខេឥឡូវនេះគឺយើងចាប់ផ្ដើមជាមួយនឹងចំណុចទី1ទាំងអស់គ្នាបាទឥឡូវនេះគឺយើងចូលឲ្យច្បាស់ទៅតាក់ទងជាមួយនឹងចំណុចទី1គឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យពិនិត្យមើលទឹកថ្នាំតែម្ដងអូខេសម្រាប់ម៉ូតូថ្មីទឹកថ្នាំគឺសំខាន់ខ្លាំងណាស់អូខេបើសិនជាម៉ូតូរបស់យើងមានឆ្កូតឬក៏វាមានប្រឡាក់ទឹកថ្នាំអញ្ចឹងហើយវាធ្វើឲ្យរបស់យើងគឺបាត់នៅសោភ័ណភាពឬហើយបាត់នៃគុណភាពផងដែរហើយបាត់នឹងភាពថ្លៃរបស់វាផងដែរអូខេអានេះគឺជាចំណុចមួយដែលយើងគួរតែប្រុងប្រយ័ត្នមុននឹងយើងទិញម៉ូតូឬក៏យើងបានទិញហើយគឺយើងប្រយ័ត្នតាក់ទងជាមួយនឹងទឹកថ្នាំអូខេនេះគឺជាចំណុចទី1ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសមុននឹងទិញមុននឹងសម្រេចចិត្តទិញគឺយើងមានសិទ្ធិជ្រើសរើសយើងអាចពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយបើនិយាយរួមទៅយើងមើលឲ្យបានមួយជុំតែម្ដងណាថាទឹកថ្នាំវាមានរបកឬក៏ឆ្កូតត្រង់ចំណុចណាអត់អូខេឥឡូវនេះគឺខ្ញុំបញ្ចប់ចំណុចនេះហើយឥឡូវនេះគឺយើងចូលទៅកាន់ចំណុចទី2ទាំងអស់គ្នាតែម្ដងណាអូខេឥឡូវនេះចំណុចទី2គឺតាក់ទងជាមួយនឹងប្រេងម៉ាស៊ីនណាអានេះគឺចង់បញ្ជាក់ឲ្យខ្លាំងតែម្ដងតាក់ទងជាមួយនឹងប្រេងម៉ាស៊ីនពីព្រោះម៉ូតូយើងប្រើម៉ាស៊ីនល្អមិនល្អគឺតាក់ទងជាមួយនឹងការប្រើប្រាស់ប្រេងម៉ាស៊ីនពីព្រោះប្រេងម៉ាស៊ីនគឺមានច្រើនប្រភេទមែនតើហើយប្រេងម៉ាស៊ីនក៏វាមានទៅតាមតម្លៃធូរថ្លៃនិងតម្លៃថ្លៃតាក់ទងជាមួយនឹងក្រុមហ៊ុនជាន់ខ្ពស់ផងដែរអញ្ចឹងហើយចំណុចត្រង់នេះគឺចង់ឲ្យអ្នកទាំងអស់គ្នាពេលទិញម៉ូតូថ្មីគឺអាសាឆែកមើលប្រេងម៉ាស៊ីនផងគឺដំបូងមកគឺគេចាក់ប្រេងម៉ាស៊ីនក្រុមហ៊ុនមកអញ្ចឹងហើយយើងអាចឆែកមើលផងតើប្រេងម៉ាស៊ីនក្រុមហ៊ុនគឺល្អឬក៏អត់ឬយើងអាចឆែកមើលជាមួយនឹងការបើកម៉ាកគេមើលថាវាចាក់ត្រូវតាមសង្កនិករបស់វាអត់ពីព្រោះម៉ាកគេរបស់វាគឺកំណត់តាក់ទងជាមួយនឹងប្រេងម៉ាស៊ីនត្រូវចាក់ប្រមាណបរិមាណប៉ុណ្ណាឬក៏ប្រេងម៉ាស៊ីនមានពណ៌បែបណាអីដូចជាវាពណ៌ខ្មៅអញ្ចឹងគឺវាអត់ល្អណាស់ទេអូខេត្រង់ចំណុចហ្នឹងគឺចង់តាក់ទងជាមួយនឹងប្រេងម៉ាស៊ីនណាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាគួរតែពិនិត្យមើលតាក់ទងជាមួយនឹងប្រេងម៉ាស៊ីននៅត្រង់ចំណុចទី2អាហ្នឹងគឺសំខាន់មែនតើព្រោះម៉ាស៊ីនល្អមិនល្អគឺតាក់ទងជាមួយនឹងប្រេងហ្នឹងហើយបាទអូខេឥឡូវនេះគឺយើងតាក់ទងជាមួយនឹងចំណុចទី3ម្ដងទៀតដែលចំណុចទី3នេះគឺខ្ញុំចង់បញ្ជាក់តាក់ទងជាមួយនឹងបញ្ហាកង់អូខេព្រោះខ្ញុំធ្លាប់មានអតិថិជនមួយចំនួនដែលគាត់ជិះម៉ូតូថ្មីប៉ុន្តែបែរជាបោលកង់អានេះគឺតាក់ទងជាមួយនឹងការពិនិត្យមើលខ្លួនឯងឲ្យបានជាក់លាក់មុននឹងបានទិញម៉ូតូពេលខ្លះវាគ្រាន់តែតិចតួចនោះទេព្រោះពេលខ្លះយើងអត់បានចាក់អារម្មណ៍និងអត់បានឆែកមើលក៏ប៉ុន្តែម៉ូតូគឺមានច្រើនមែនតើហើយយើងជ្រើសរើសអញ្ចឹងហើយយើងអាចជ្រើសរើសយកអ្វីដែលយើងស្រឡាញ់អ្វីដែលវាត្រឹមត្រូវទៅអ្វីដែលយើងចង់បានតាក់ទងជាមួយនឹងកង់យើងអាចបវលមើលទាំងមុខទាំងក្រោយតើវាវល់ត្រង់ឬអត់វាមានវាមានបោលអីអត់ណាអូខេអាត្រង់ចំណុចហ្នឹងគឺយើងមានសិទ្ធិជ្រើសរើសនោះទេអញ្ចឹងហើយយើងអាចពិនិត្យមើលបានតាមតែចិត្តដែលយើងចង់ពិនិត្យមើលឲ្យបានត្រឹមត្រូវណាអូខេអាហ្នឹងគឺគ្រាន់តែចែករំលែកតិចតួចតាក់ទងជាមួយនឹងចំណុចកង់ដែលខ្ញុំចង់បញ្ជាក់ថាយើងអាចពិនិត្យមើលបានព្រោះមានម៉ូតូច្រើនដែលយើងជ្រើសរើសសម្រាប់ប្រភេទម៉ូតូថ្មីអញ្ចឹងណាអូខេឥឡូវនេះគឺយើងកុំចាំយូរគឺយើងចូលទៅកាន់ចំណុចទី4មួយទៀតទៅកុំឲ្យចាំយូរអូខេឥឡូវនេះគឺយើងចូលទៅកាន់ចំណុចទី4ទាំងអស់គ្នាបាទអូខេសម្រាប់ចំណុចទី4នេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹងការបិទស្កុតអូខេឥឡូវនេះគឺពេញនិយមមែនតើនៅសម័យកាល2023នេះគឺការបិទស្កុតគឺពេញនិយមមែនតើហើយខ្ញុំក៏ជាស្រឡាញ់វិស័យមួយនឹងផងដែរអូខេសម្រាប់ការបិទស្កុតនេះគឺល្អមែនតើតាក់ទងជាមួយនឹងប្រភេទម៉ូតូថ្មីឬក៏ឡានថ្មីអូខេនេះគឺខ្ញុំនិយាយជារួមតែម្ដងពីព្រោះការបិទស្កុតគឺសំខាន់ណាប៉ុន្តែអ្នកទាំងអស់គ្នាតែងតែនិយាយថាយើងយកម៉ូតូថ្មីមកគឺយើងប្រើវាឲ្យបានមួយអាទិត្យអីសិនទៅដើម្បីឲ្យជាតិថ្នាំរបស់វាហាប់ណែនល្អជាប់ជាមួយនឹងតួម៉ាស៊ីនណាហើយនៅទៅយើងបិទស្កុតទៅគឺវាអត់មានស្អិតជាប់មកឬក៏បកស្កុតមកគឺវាស្អិតជាប់នៅជាតិថ្នាំមកតាមស្កុតណាប៉ុន្តែត្រង់តំណឹងគឺខ្ញុំចង់បញ្ជាក់បន្តិចដែរថាស្កុតគឺពេលបច្ចុប្បន្នគឺវាមានច្រើនស៊េរីមែនតើណា
មានច្រើនសេរីហើយក៏វាមានច្រើនទៅតាមតម្រូវការរបស់យើងផងដែរបើសិនជាយើងចង់បិទស្កុតដែលមានអាយុកាលអាចប្រើប្រាស់ដល់ទៅ3ឆ្នាំឬក៏ប្រើទៅដល់4ឆ្នាំអីឬក៏យើងប្រើត្រឹមតែ1ឆ្នាំគឺវាមានប្រភេទស្កុតទៅតាមហ្នឹងណាអូខេប៉ុន្តែជាក់ស្ដែងសម្រាប់ការបិទស្កុតនេះគឺខ្ញុំផ្ដោតសំខាន់តែម្ដងខ្ញុំថាយល់ល្អម៉ូតូថ្មីអ្នកទាំងអស់គ្នាគួរតែបិទស្កុតទៅពីព្រោះយើងការពារវាមុនទៅហើយពីព្រោះយើងទិញមកថ្មីបើសិនជាយើងចាំយើងជិះមួយថ្ងៃពីរថ្ងៃសិនយើងទៅឆ្កូតប៉ះនៅអ្វីមួយដែលវាធ្វើឲ្យខូចទឹកថ្នាំអាហ្នឹងគឺយើងស្ដាយក្រោយហើយតែបើសិនជាយើងបិទស្កុតហើយបិទស្កុតប្រភេទល្អតែម្ដងគឺជាប្រភេទស្កុតដែលការពារទឹកថ្នាំហើយការពារឆ្កូតទៀតដូចជាប្រភេទស្កុតបិទឡានអីអាហ្នឹងគឺពិសេសតែម្ដងហើយអាហ្នឹងគឺយើងធ្វើឲ្យម៉ូតូរបស់យើងមានការពារខ្ពស់រហូតវាការពារជាមួយនឹងការឆ្កូតផងដែររហូតក៏វាការពារទឹកថ្នាំទៀតអ្នកទាំងអស់គ្នាអាចមើលបានតាក់ទងជាមួយនឹងការបិទស្កុតឡានដែលការពារទឹកថ្នាំគឺការពារបានល្អមែនតើបិទដល់តែរយៈពេល3ឆ្នាំបកមកទឹកថ្នាំនៅតែថ្មីជ្រើងតែម្ដងអានេះគឺខ្ញុំមិនបាននិយាយអីច្រើនទេគឺគ្រាន់តែបញ្ជាក់ថាការបិទស្កុតគឺល្អតាក់ទងជាមួយនឹងការប្រើប្រាស់ម៉ូតូថ្មីអានេះគឺគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែករំលែកនោះទេពីព្រោះម៉ូតូខ្ញុំបច្ចុប្បន្នគឺខ្ញុំបិទស្កុតដែរដើម្បីការពារវាការពារឆ្កូតហើយការពារបាក់បែកផងដែរពីព្រោះស្កុតដែលមានគុណភាពខ្ពស់គឺវាការពារបានខ្លាំងមែនតើអូខេអញ្ចឹងហើយចំណុចនេះគឺខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងយើងនឹងចូលទៅកាន់ចំណុចមួយទៀតទាំងអស់គ្នាអូខេឥឡូវនេះគឺយើងចូលទៅកាន់ចំណុចទី5ទាំងអស់គ្នាអូខេដែលចំណុចទី5នេះគឺខ្ញុំចង់ផ្ដោតទៅលើម៉ូតូថ្មីគឺការប្រើប្រាស់ម៉ាស៊ីនម៉ូតូថ្មីតែម្ដងគឺយើងប្រើប្រាស់ឲ្យប្រុងប្រយ័ត្នមែនតើណាកុំឲ្យម៉ាស៊ីនរបស់យើងយ៉ងដែលគ្រាន់តែម៉ូតូថ្មីសោះបែរជាហុយសាយហើយយ៉ងឬក៏វាអស់ស្បែកយកអីអានឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់អ្នកទាំងអស់គ្នាអូខេសម្រាប់ម៉ូតូចង្កឹះលេខគឺយើងអាសាសាងលេខឲ្យបានត្រឹមត្រូវនៅពេលដែលយើងជិះឡើងចំណោតគឺយើងសាងលេខឲ្យវាខ្លាំងណាអញ្ចឹងហើយម៉ូតូបើសិនជាយើងជិះអត់សូវសាងលេខឬក៏យើងសាងលេខលក្ខណៈស្ទួកធ្វើឲ្យម៉ូតូអត់ត្រូវទៅតាមបរិស្ថាននៃការជិះរបស់យើងណាមូលហេតុបែបហ្នឹងហើយដែលធ្វើឲ្យម៉ូតូរបស់យើងគឺយ៉ងម៉ាស៊ីនឬក៏ថាអស់ស្បែកឬក៏វាអាចមានបញ្ហាអីផ្សេងអូខេនិយាយរួមទៅគឺតាក់ទងជាមួយនឹងម៉ាស៊ីនគឺខ្ញុំគ្រាន់តែចង់ចែករំលែកអ្នកនរគ្នាថាយើងជិះម៉ូតូគឺយើងអាសាសាងលេខឲ្យបានត្រឹមត្រូវឧទាហរណ៍ដូចជាការឡើងភ្នំបើសិនយើងឡើងចំណោតលេខខ្ពស់គឺយើងអាចសាងមកត្រឹមលេខ2រហូតឈានដល់លេខ1ក៏ថាបានដែរពេលខ្លះអាហ្នឹងគឺជាការដែលយើងប្រើប្រាស់ម៉ាស៊ីនវាត្រូវតាមស្តង់ដារបើសិនជាយើងឡើងចំណោតខ្ពស់តែយើងប្រើលេខ4ឬលេខ3អាហ្នឹងគឺវាអាចធ្វើឲ្យមានការយ៉ងម៉ាស៊ីនខ្លាំងដោយសារតែយើងជិះម៉ូតូអត់ត្រូវលេខអូខេអាហ្នឹងគឺជាចំណុចធម្មតានោះទេប៉ុន្តែខ្ញុំចង់ចែករំលែកនៅក្នុងចំណុចនេះតាក់ទងជាមួយនឹងម៉ាស៊ីនណាអូខេឥឡូវនេះគឺយើងចូលទៅកាន់ចំណុចមួយទៀតទៅកុំឲ្យអ្នកទាំងអស់គ្នាយូរអូខេឥឡូវនេះយើងចូលមកកាន់ចំណុចទី6ដែលចំណុចទី6នេះគឺសំខាន់ណាស់ដែរគឺខ្ញុំនិយាយតាក់ទងជាមួយនឹងប័ណ្ណធានាអូខេសម្រាប់ម៉ូតូថ្មីគឺយើងមានប័ណ្ណធានាដូចជា1ឆ្នាំឬក៏2ឆ្នាំអញ្ចឹងអានេះគឺជាចំណុចមួយដែលយើងត្រូវតែទទួលបានឲ្យបានត្រឹមត្រូវយើងត្រូវទទួលបាននិងឆែកពីក្រុមហ៊ុនឲ្យបានត្រឹមត្រូវមុនពេលដែលយើងទិញម៉ូតូថ្មីគឺយើងត្រូវតែឆែកពិនិត្យមើលច្បាស់ដែរថាប័ណ្ណធានារបស់យើងគឺបានត្រឹមត្រូវអត់ពីព្រោះអានេះគឺជាអ្វីមួយដែលយើងគួរតែទទួលបានណាព្រោះម៉ូតូថ្មីយើងហៅណាក៏យើងមានធានាតាក់ទងជាមួយនឹងគ្រឿងខាងក្រៅខ្លះនៅដែរមិនមែនធានាទាំងអស់នោះទេទាំងស្រុងនោះទេប៉ុន្តែគឺវាមានធានាអញ្ចឹងក៏ជួយល្អដែរវាធ្វើឲ្យយើងមានទំនុកចិត្តណាក្នុងការប្រើប្រាស់អូខេជាក់ស្ដែងទោះខ្ញុំទិញទូរស័ព្ទហើយយើងប្រើថៃប៉ុណ្ណាក៏យើងចង់បានប័ណ្ណធានាដែរអញ្ចឹងហើយម៉ូតូក៏មិនខុសគ្នានោះដែរសម្រាប់ប័ណ្ណធានាគឺល្អមែនតើបើយើងមានប័ណ្ណធានាហើយគឺយើងមានន័យថាយើងដូចកំពុងតែមានថ្នាំមួយសម្រាប់ការពារខ្លួនផងដែរអូខេប៉ុន្តែមិនមែនទាំងអស់នោះទេតែវាអាចជួយបានខ្លះដែរតាក់ទងជាមួយនឹងពេលមានបញ្ហាអ្វីមួយគឺខាងក្រុមហ៊ុននឹងជួយដោះស្រាយឲ្យយើងតាក់ទងនឹងអ្វីដែលគេធានាអូខេអញ្ចឹងហើយទី6សូមបញ្ចប់តែត្រឹមហ្នឹងឯងគឺគ្រាន់តែនិយាយតាក់ទងជាមួយនឹងប័ណ្ណធានារ៉ាប់រងដែលធានានេះគឺធានាតាក់ទងជាមួយនឹងគ្រឿងក្រៅអីដែលក្រុមហ៊ុនគេនិយាយថាគេធានាប៉ុណ្ណាអ្នកទាំងអស់គ្នាអាចដឹងហើយនៅពេលអ្នកទាំងអស់គ្នាទិញម៉ាស៊ីនថ្មីអូខេសូមទោសផងខ្ញុំនិយាយរៀងជាប់បន្តិចអូខេឥឡូវនេះគឺយើងចូលទៅកាន់ចំណុចមួយទៀតកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរអូខេឥឡូវនេះគឺយើងចូលមកកាន់ចំណុចទី7ទាំងអស់គ្នាទៅដែលចំណុចទី7នេះគឺអត់មានអីច្រើនទេប៉ុន្តែចំណុចទី7ចង់ចែករំលែកអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការលាងសម្អាតម៉ូតូអូខេយើងប្រើប្រាស់ម៉ូតូគឺយើងអាសាលាងសម្អាតបន្តិចទៅហើយណាមួយគឺជាប្រភេទម៉ូតូប្រព័ន្ធភ្លើងប្រើ3ផងដែរគឺវាទាមទារស្អាតខ្លាំងជាងមិនស្អាតណាប៉ុន្តែបើនិយាយជារួមទៅគឺយើងអាសាលាងតែម្ដងទៅព្រោះធម្មតាម៉ូតូគឺជារបស់ដែលយើងស្រឡាញ់ហើយវាយើងទិញមកហើយយើងត្រូវតែលាងសម្អាតវាបានស្អាតចឹងហើយមិនឲ្យវាមានប្រឡាក់ដីអីពេញណាពេញណីនោះទេអូខេអត្រង់ចំណុចនេះគឺល្អហើយដើម្បីបានជាខ្ញុំឲ្យអ្នកទាំងអស់គ្នាអាសាលាងម៉ូតូព្រោះបើសិនជាយើងមិនលាងម៉ូតូនោះទេវានឹងកាន់ដីធូលី
ហើយអាដីទលីដែលវាជាប់ហ្នឹងវានឹងឡើងទៅជាស្នឹមវាអាចធ្វើឲ្យមានការច្រេះឆាប់អីផ្សេងថែមទៀតណាយល់រួមទៅវាប៉ះពាល់ច្រើនអញ្ចឹងអាសាលាងគឺល្អហើយមិនមែនថាយើងលាងញឹកនោះទេប៉ុន្តែបើសិនជាម៉ូតូយើងមើលទៅរៀងប្រឡាក់អីយើងអាចលាងសម្អាតបានដែរព្រោះវាជួយបានច្រើនមែនតើធម្មតាដូចយើងអញ្ចឹងបើសិនជាយើងហត់ហើយមួយថ្ងៃអីយើងអាចមុជទឹកបានតាក់ទងជាមួយនឹងយើងអានេះខ្ញុំគ្រាន់តែឧទាហរណ៍នោះទេអូខេអានេះបើនិយាយពីម៉ូតូបើសិនជាវាប្រឡាក់ខ្លាំងគឺយើងអាចលាងសម្អាតវាទៅវាល្អដែរវាជួយឲ្យវាបានស្អាតផងដែរអូខេឥឡូវនេះគឺខ្ញុំចប់ត្រឹមហ្នឹងហើយចំណុចទី7យើងចូលទៅកាន់ចំណុចមួយទៀតទាំងអស់គ្នាអូខេសម្រាប់ចំណុចទី8នេះគឺអត់មានអីច្រើននោះទេពីព្រោះម៉ូតូថ្មីគឺយើងត្រូវតែប្រើប្រាស់ជាមួយនឹងប្រព័ន្ធ GPS ទៅគឺល្អមែនតើអាហ្នឹងគឺខ្ញុំនិយាយចង់ផ្ដោតសំខាន់ទាក់ទងជាមួយនឹងប្រព័ន្ធ GPS ពីព្រោះពេលបច្ចុប្បន្ននេះគឺយើងមិនអាចទុកចិត្តបាននោះទេនៅពេលដែលយើងប្រើប្រាស់របស់ថ្មីគឺយើងតែងតែប្រយ័ត្នហើយអ្វីដែលយើងកាន់តែគួរតែប្រើគឺជាយើងដាក់ប្រព័ន្ធ GPS ទៅដើម្បីតាមដានម៉ូតូរបស់យើងនៅពេលដែលវាមានបញ្ហាដែលជាយថាហេតុដែលយើងមិនបានដឹងថាមានបញ្ហាបាត់ទៅណាអីចឹងអូខេហើយណាមួយប្រព័ន្ធ GPS ក៏វាជួយច្រើនដែរតាក់ទងជាមួយនឹងការមើលថាម៉ូតូរបស់យើងនៅទីណាទីណីអីគឺវាល្អក្នុងការប្រើប្រាស់អូខេហ្នឹងគឺជាចំណុចទី8តាក់ទងជាមួយនឹងប្រព័ន្ធ GPS អូខេឥឡូវនេះចំណុចទី9គឺខ្ញុំតាក់ទងជាមួយនឹងសំបុក Air គឺចង់និយាយថាសម្រាប់ប្រភេទម៉ូតូប្រព័ន្ធភ្លើងប្រើប៊ិចសំបុក Air គឺសំខាន់ខ្លាំងមែនតើពីព្រោះតែវាបឺតខ្យល់ដែលចម្រាញ់ចេញមកល្អចូលទៅក្នុងបេនដើម្បីវាបន្ទប់បញ្ឆេះរបស់វាធ្វើឲ្យឆេះល្អអញ្ចឹងហើយបើសិនជាខ្យល់បឺតទៅវាមានធូលីដីអញ្ចឹងគឺវាអាចធ្វើឲ្យមានបញ្ហាដែលឆេះមិនស្អាតហើយវាអាចធ្វើឲ្យស៊ីសាំងផងដែរសម្រាប់ប្រព័ន្ធភ្លើងប្រើប៊ិចអញ្ចឹងហើយយើងអាសាបាញ់លាងសំបុក Air ទៅត្រង់ចំណុចទី8ទី9សំទោសទី9នេះគឺចង់និយាយតាក់ទងជាមួយនឹងការបាញ់លាងសម្អាតសំបុក Air ជាប្រចាំគឺល្អជាពិសេសគឺយើងដូរប្រេងម្ដងយើងអាចបាញ់លាងសម្អាតម្ដងទៅយើងកុំគិតថាម៉ូតូអសង្ឃវាសំបុក Air នៅខាងលើពិបាកបាញ់ក៏ពិតងាយស្រួលបាញ់ទេយើងអាចដោះខ្ញុំមកបាញ់បានដូចគ្នាបើវាប្រើប៊ិចហើយគឺយើងអាសាថែទាំវាឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាររបស់ប្រភេទម៉ូតូប្រព័ន្ធភ្លើងប្រើប៊ិចអូខេបាទអូខេសម្រាប់ចំណុចទី10នេះគឺខ្ញុំចង់ផ្ដោតសំខាន់តាក់ទងជាមួយនឹងប៊ិចហើយនឹងបេនតែម្ដងដែលបងប្អូនទាំងអស់គ្នាតែងតែធ្វើការប្រៀបធៀបក៏ពិតទៅខ្ញុំធ្លាប់ធ្វើវីដេអូតាក់ទងជាមួយនឹងប៊ិចហើយនឹងបេនមួយណាល្អជាងក៏ពិតទៅចំណុចល្អរបស់ពួកវាគឺមានដូចគ្នាតែម្ដងប៉ុន្តែអ្វីដែលសំខាន់គឺការប្រើប្រាស់នោះទេអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់ហើយនឹងការទំហែតមរបស់អ្នកទាំងអស់គ្នាបានល្អទាំងប្រើប៊ិចទាំងប្រើបេនគឺល្អដូចគ្នាតែម្ដងគ្រាន់តែថាបើសិនជាសេរីថ្មីវាទំនើបវាប្រើប៊ិចគឺយើងអាចស្របទៅតាមវាបានផងដែរគឺយើងអាចប្រើប្រាស់ប៊ិចបានដូចគ្នាគ្រាន់តែថាយើងមើលថែទាំដូចគ្នាគឺមើលថែទាំឲ្យល្អដូចគ្នាចឹងហើយយើងមិនបាច់ធ្វើការប្រៀបធៀបថាមួយណាល្អជាងនោះទេក៏ពិតវាល្អដូចគ្នាត្រង់ចំណុចហ្នឹងគឺខ្ញុំនិយាយថាល្អដូចគ្នាគ្រាន់តែវាមានចំណុចពិសេសផ្សេងគ្នាតែប៉ុណ្ណឹងណាអូខេអញ្ចឹងហើយគឺត្រង់ចំណុចហ្នឹងគឺខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការប្រៀបធៀបតាក់ទងជាមួយនឹងចំណុចហ្នឹងក្នុងការទិញអ្វីមួយទេបែបហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺចង់និយាយថាបើអ្នកទាំងអស់គ្នាស្រឡាញ់មួយណាចង់ប្រើប្រាស់មួយណាអ្នកទាំងអស់គ្នាអាចសម្រេចចិត្តថាទិញមួយនឹងបានអូខេអញ្ចឹងហើយអ្នកទាំងអស់គ្នាមិនបាច់គិតច្រើននោះទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវមើលការថែទាំឲ្យបានល្អទៅកាន់ចំណុចនីមួយៗដែលខ្ញុំបាននិយាយអាហ្នឹងគឺជាចំណុចល្អហើយចឹងហើយជាចុងក្រោយខ្ញុំសូមបញ្ចប់វីដេអូនឹងតែប៉ុណ្្នឹងហើយមានអារម្មណ៍ថាបែកអ្នកទាំងអស់គ្នាយូរហើយអត់សូវបានចេញវីដេអូនោះទេចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង subscribe ផងណាដើម្បីទទួលបានចំណេះដឹងថ្មីនិងវីដេអូថ្មីទៀតអរគុណជម្រាបលា